សួស្តីអ្នកគ្នាតោះថ្ងៃនេះយើងបន្តសាច់រឿង Solo Leveling យើងបន្តទៀតនៅក្នុងអេពីសូតមុនយើងបញ្ចប់ត្រឹមកន្លែងនៃ Jinwoo ទទួលបានសារចម្លែកម្យ៉ាងដែលប្រៀបដូចជា game ចឹងហើយនៅក្នុងអេពីសូតនេះដែរយើងនឹងយល់ឃើញកាន់តែច្បាស់អំពីសក្តានុពលរបស់ Jinwoo ក្នុងការប្រើប្រាស់ system ដើម្បី level up ខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលមានថាមពលដូចជាព្រានសាច់រឿងកាន់ដល់កន្លែងនៃ Jinwoo កំពុងតែដេកនៅលើគ្រែក្នុងមន្ទីរពេទ្យមួយប៉ុន្តែអ្វីដែលគួរឲ្យចម្លែកហ្នឹងគឺថាដៃហើយនឹងជើងរបស់ Jinwoo ហ្នឹងបានដុំមកវិញហើយការពិតជាក់ស្ដែងដៃហើយនឹងជើងរបស់គេគឺបានដាច់នៅក្នុង dungeon នោះហើយ Jinwoo ក៏បានគិតក្នុងចិត្តថាចុះយើងសោកមែនហើយនៅក្នុងពេលនឹងដែរគឺមានមនុស្សពីរនាក់បានបើកទ្វារចូលមកពួកគេមកពីក្រុម Hunter Association ពួកគេទាំងពីរនាក់ហ្នឹងមានឈ្មោះថា Wu Jinchul ដែលជា A rank Hunter ខាង Taeshik ដែលជា B rank Assassin គោលបំណងនៃពួកគេមកហ្នឹងគឺដើម្បីស៊ើបអង្កេតអំពីបដិវត្តហេតុ Double Dungeon ថាហេតុអីបានជា Jinwoo គិតផុតពីវាបាន Jinchul សង្ស័យថា Jinwoo បានឆ្លងកាត់ការអ្វីខឹងជាលើកទី2សម្រាប់គ្នាយើងដែលយល់ថាអីទៅគឺជាការអ្វីខឹងជាលើកទី2ជាធម្មតា Hunter គេអាចហៅបានជា Hunter បានលុះត្រាតែពួកគេឆ្លងកាត់ការអ្វីខឹងជាលើកទី1សិនហើយថាមពលរបស់គេគឺមិនអាចផ្លាស់ប្ដូរបានឡើយប៉ុន្តែក៏មានករណីពិសេសមួយចំនួនដែល Hunter អាចអ្វីខិនបានដល់ទៅ2ដងហើយដល់ពេលនោះហើយគឺជាពេលដែលពួកគេអាចឡើង rank បាន Jinchul បានគិតក្នុងចិត្តថា Jinwoo អាចនឹងជាបេក្ខភាព SRN Hunter ទី10ប្រចាំប្រទេសកូរ៉េនេះឯងក្តីសង្ឃឹមដែលមានទាំងបាម៉ាហ្នឹងត្រូវបានរលាយដោយអំបិលត្រូវទឹកដោយសារថា Jinwoo អត់មានសិក្ខា awakening អីទេបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏បានចាក់ចែកទៅបាត់ទៅមកសន្ទុះក្រោយមកក៏យើងឃើញប្អូនស្រី Jinwoo ដែលមានឈ្មោះថា Sung Jin A កំពុងតែស្ដីបន្ទោសឲ្យបងគេនឹងយ៉ាងពេញទំហឹងដោយសារតែគេនឹងបារម្ភពីបងប្រុសរបស់គេសាច់រឿងកាប់មកដល់ឈុតមួយដែលមាន SRN Hunter 2នាក់ដែលអង្គុយនឹងមានឈ្មោះថា Choi Jong In អ្នកដែលឈរនឹងគឺមានឈ្មោះថា Cha Hae In លោក Choi កំពុងតែសុំកញ្ញា Cha នឹងឲ្យក្លាយទៅជាអ្នកគ្រប់គ្រងនៅក្នុងបេសកកម្ម B rank មួយយើងឃើញថា The System ដាក់ការងារឲ្យ Jinwoo ធ្វើលំហាត់ប្រាណប្រចាំថ្ងៃប៉ុន្តែមើលទៅគេដូចជាមិនសូវខ្វល់ពីវាប្រមាណទេដោយសារតែភាពខ្ជិលរបស់ Jinwoo អត់បានបំពេញលំហាត់ប្រាណប្រចាំថ្ងៃ Jinwoo ក៏ត្រូវបានគេបញ្ជូនទៅកាន់វាលខ្សាច់មួយដែលជាពេលនទី zone នៅក្នុងពេលដែលគេកំពុងតែដេកនៅក្នុងពេលនទី zone នេះគឺមានសត្វក្អែបធំៗជាច្រើនហើយតម្រូវឲ្យ Jinwoo នឹងធ្វើការរត់គេចនិងរស់រានមានជីវិតក្នុងរយៈពេល4ម៉ោងបន្ទាប់ពី4ម៉ោងបានកន្លងផុតទៅJinwoo ក៏ត្រូវបានគេបញ្ជូនទៅក្នុងពិភពពិតវិញយើងក៏លេចមកមើល Johi វិញដែលមានអ្នកទូរស័ព្ទមកប្រាប់គេថា Jinwoo បានភ្ញាក់ដឹងខ្លួនហើយនៅពេលដែល Johi ទៅដល់ពេទ្យគេឃើញ Jinwoo កំពុងតែបំពេញ daily quest របស់គេចាប់ពីថ្ងៃពេលនទី zone មកដល់ឥឡូវគឺមានរយៈពេល4ថ្ងៃហើយ Jinwoo ធ្វើលំហាត់ប្រាណប្រចាំថ្ងៃមិនដែលខានទេពួកអីរៀងអីយើងឃើញថាបន្ទាប់ពី Jinwoo ធ្វើលំហាត់ប្រាណបានគ្រប់អស់ហើយគេនឹងទទួលបានរង្វាន់ចំនួន3មានដូចជាការកឡើងជាបានមកពេញការបោះពុម្ពបីវត្ថុទៅកាន់ ability ផ្សេងៗដូចជាកម្លាំងដូចជា IQ ចឹងទៅហើយទី3ហ្នឹងគឺបានប្រអប់អាកបាំងមួយជើងម៉ាយលើខ្លាំងណាស់វៃតើអញ្ចឹងលក់ឲ្យផលិតផលល្អពេក Jinwoo ប្រសាក់បើកប្រអប់អាកបាំងហ្នឹងរហូតដល់បានតែរបស់អបប្រយោជន៍តែចាដល់អីយ៉ាងណាបើកបានកូនសោចូលទៅកាន់ dungeon មួយដែលអាចប្រើប្រាស់បាននៅក្នុងស្ថានីយ៍រថភ្លើងមួយកន្លែងដោយសារតែភាពជូរចត់ដែលរូបគេបានឆ្លងកាត់ Jinwoo ក៏បាន log in ហើយខំប្រឹងវឹកហាត់មិនស្គាល់ពាក្យថាហត់ឡើយក្រោយការចាក់ចេញពីមន្ទីរពេទ្យ Jinwoo ក៏បានសម្រេចចិត្តក្នុងការប្រើប្រាស់សោនេះយើងឃើញថានៅពេលដែលបានប្រើសោនឹងហើយគឺមានខ្លោងធាមួយបានរំលេចឡើយJinwoo មិនចាំយូរក៏ដើរចូលទៅក្នុងទៅប៉ុន្តែនៅពេលដែលដើរចូលទៅខាងក្នុងហើយគឺអាចចេញមកខាងក្រៅបានទេលុះត្រាតែមាន teleportation stone ហើយទីទៀតយើងនឹងនិយាយពីវានៅពេលដែលចូលទៅដើមតបម៉ាណងក៏ត្រូវបានវាយឆ្មក់ដោយកោពលៀន3ក្បាលប៉ុន្តែ Jinwoo របស់យើងអត់ចាមួយទេក៏សម្រាប់កោពលៀនហ្នឹងទាំង3ក្បាលទៅដកតាមតបានស្រួលផង Jinwoo ក៏បានជួបប្រទះនឹងឆ្កែចចកមួយក្បាលសត្វចចកហ្នឹងមើលទៅគឺខ្លាំងជាងកោពលៀនមិញទៀតបើការប្រយុទ្ធលើកដំបូង Jinwoo ម៉ាត់យកប៉ុន្តែវាអត់មានបានផលអីទេសំណួរសួរថាតើ Jinwoo នឹងត្រូវធ្វើដូចដេកដើម្បីសម្រាប់សត្វចចកហ្នឹងបើសិនជាវាអត់ជឿណានៅសុក Jinwoo ក៏បាននឹកឃើញហើយទិញដាវមួយចេញពី inventory តែដាវហ្នឹងគឺជាដាវរបស់លោកគៀនដែលគេយកវាទៅតតាំងជាមួយនឹងរូបចម្លាក់នៅក្នុង Double Dungeon ជាមួយនឹងកម្លាំងដែលគេមានឥឡូវនេះមួយដាវបានពូនដាក់ក្បាលចចកហ្នឹងជាពីរថ្ងៃគឺសាមែនតើអ្នកអរគ្នា Jinwoo យើងឥឡូវឃើញអញ្ចឹងហើយចចកក្បាលទៀតនៅចាំការទៀតតែមុនហើយចាំមើលអញប្រាប់បងអញចាំទៅហើយចាំមើលបន្ទាប់ពីកម្ចាត់សត្វចចកនឹងហើយ Jinwoo បានឡើង level ជាលើកដំបូងគឺពី level 1មក level 2គួរបញ្ជាក់ផងដែរថានៅពេលដែលឡើង level system បូកបន្ទុកទៅកាន់គ្រប់ ability ទាំងអស់ចំនួន1បន្ទុកមកសន្ទុះក្រោយមកអាអូនមួយនេះក៏វាហៅបងប្អូនវាឡើងចុងកន្លះផែនដីមកចាត់ការ Jinwoo ឃើញយ៉ាងហើយ Jinwoo ថាហ
ហក់មកហក់មកអត់ចើទេជីនវូក៏បានបើកការប្រយុទ្ធជាមួយនឹងឆ្កែចចទាំងអស់ហ្នឹងកាប់ម្ដងម្ដាយរហូតដល់ជីនវូសម្រាប់ឆ្កែចចហ្នឹងបានទាំងអស់ហើយភ្លាមនោះជីនវូក៏ទទួលបាននឹងងារថ្មីមួយដែលគេហៅថា Wolf Assassin អត្ថប្រយោជន៍វាគឺនៅពេលដែលជួបបិសាចប្រភេទជាសត្វ ability ទាំងអស់របស់ជីនវូហ្នឹងនឹងបូក 40% នៅពេលដែលជីនវូសម្រាប់ពពួកចចទាំងអស់នឹងអស់ហើយគេទទួលបានវត្ថុដ៏សំខាន់មួយដែលមានឈ្មោះថា Teleportation Stone Teleportation Stone ហ្នឹងគឺជាប្រភេទថ្មម្យ៉ាងដែលវាអាចជួយឲ្យជីនវូនឹងធ្វើការ teleport ចេញពី dungeon ទៅកាន់ពិភពលោកយើងជាក់ស្ដែងបានក្នុងរយៈពេលមួយរំដោយសារមាន Teleportation Stone នៅក្នុងដៃហើយជីនវូក៏បានគិតថាតើគួរបញ្ឈប់ឬក៏បន្តបើសិនជាបន្តតើនឹងមានរឿងអីកើតឡើងបន្ទាប់ពីគិតអស់មួយសន្ទុះហើយជីនវូក៏បានធ្វើដំណើរបន្តទៅមុខទៀតនៅពេលដែលគេធ្វើដំណើរកាន់តែជ្រៅទៅក៏ជួបបិសាចប្រភេទផ្សេងជាច្រើនហើយជីនវូក៏បានសម្លាប់បិសាចទាំងអស់នោះបានដោយភាពងាយស្រួលហើយ level ជីនវូនៅពេលនេះគឺអាប់ឡើងទៅដល់ level 15ហើយឥឡូវហ្នឹងយើងមកមើលអំពីពណ៌ដែលមាននៅលើឈ្មោះរបស់ពួកបិសាចហ្នឹងតើវាមានន័យថាម៉េចចំពោះពណ៌សគឺមានន័យថាមានធម្មពលអន់ជាងជីនវូពណ៌ទឹកក្រូចមានន័យថាប្រហាក់គ្នាហើយចំណែកឯពណ៌ក្រហមមានន័យថាខ្លាំងជាងជីនវូនៅពេលដែលជីនវូដើរទៅដល់កន្លែងមួយដែលមានចន្លោះដ៏វែងហើយពោពេញទៅដោយភាពខ្មៅងងឹតជីនវូមានអារម្មណ៍ថាដូចជាព្រឺឆ្អឹងខ្នងមែនទេហើយគេក៏បានគិតក្នុងចិត្តថានៅខាងក្រោមចន្លោះហ្នឹងគឺប្រកាសជាមេរបស់ dungeon ហ្នឹងហើយទីបំផុតជីនវូក៏ទៅដល់ទីនោះហើយអ្វីដែលគេឃើញមុនគេហ្នឹងគឺជាស្ថានីយ៍រថភ្លើងដែលមានសភាពបែកនិងទ្រុឌទ្រោមខ្លាំងមែនទែនរៀបដូចជាប្រាសាទដែលគេបន្សល់ទុកជាច្រើនសតវត្សមកហើយគ្រាមនោះមានអ្វីម្យ៉ាងនៅក្នុងទឹកបានធ្វើការវាយប្រហារទៅលើជីនវូក្នុងល្បឿនលឿនមែនទែនអ្វីដែលជីនវូកំពុងតែជួបប្រទះហ្នឹងគឺជាស្ដេចពស់ពណ៌ខៀវមួយដែលមានឈ្មោះថាកាសាកាការបើកឆាកប្រយុទ្ធគ្នាមួយស្នៀតដំបូងរវាងជីនវូនិងស្ដេចពស់ផ្លែដារបស់ជីនវូមិនអាចចាក់ទម្លុះស្រកាដ៏រឹងហើយក្រាស់របស់កាសាកាបានទេស្ដេចពស់ហ្នឹងក៏បន្តវាយប្រហារទៅលើជីនវូអត់ដកដៃទេដូចជាទឹកបាក់ទំនំអញ្ចឹងហើយជីនវូព្យាយាមរត់គេចទៅតែប្រាយោទៅហើយស្ថិតនៅក្នុងស្ថានភាពមួយដែលមានតែពាក្យពីរគឺស្លាប់ហើយនឹងរស់គេក៏បាន flashback ទៅកាន់អតីតកាលដ៏ជូរចត់របស់គេដែលគេឲ្យឈ្មោះថា Tokno Jutsu នៅក្នុងរឿង Naruto ឆ្អែតគ្រប់យ៉ាងនឹងពាក្យថា Hunter ដែលអន់ជាងគេបំផុតភាពទន់ជេរវាគ្មានប្រយោជន៍អីទេក្នុងរយៈពេលមួយប្រព្រឹត្តភ្នែកកម្ដៅដ៏សាងក្ដៅនៅក្នុងបេះដូងរបស់ជីនវូបានបិទបញ្ឆេះឲ្យគេតតាំងជាមួយនឹងស្ដេចពស់កាសាកានោះជីនវូក៏បានបើកការប្រយុទ្ធជាលើកទី2ជាមួយនឹងស្ដេចពស់នោះដោយនិយាយពាក្យថា強くなんなきゃいけないんだよជីនវូនឹងក៏បានអោបពស់នឹងជួបប្រើកម្លាំងដែលគេមានទាំងបាម៉ានៅក្នុងខ្លួននឹងធ្វើការច្របាច់ទៅលើពស់នឹងឲ្យបែកស្កាយកមកជាមួយកម្លាំងសង្កត់500គីឡូញូតនក្នុង1ម៉ែត្រការ៉េជីនវូបានកំទេចគ្រឿងក្នុងរបស់ស្ដេចពស់នឹងខ្ទេចខ្ទីគ្មានសល់ហើយនៅទីបំផុតជាលើកដំបូងជីនវូក៏បានយកឈ្នះស្ដេចពស់នេះដែលឥឡូវជីនវូឲ្យរហស្សនាមថាគឺជាពស់ផលិតយើងឃើញថាជីនវូទទួលបានរបស់2ទី1ហ្នឹងគឺកាសាកាវេណុំកាឡែនដែលជាពឺរបស់ពស់នឹងហើយនឹងដាវមួយដែលមានឈ្មោះថាកាសាកាដែលធ្វើពីជង្គង់របស់ពស់ដាវដែលជីនវូទទួលបានហ្នឹងគឺជាដាវខ្លីដែលមាន level ត្រឹម C rank ហើយដាវហ្នឹងគឺមាន skill ចំនួន2ទី1ហ្នឹងគឺ paralysis នៅពេលដែលចាក់ចំសត្រូវគឺมันអាចទៅបាននៅក្នុងរយៈពេលណាមួយហើយមួយទៀតហ្នឹងគឺ train មានន័យថាដកឈាម 1% ក្នុងរយៈពេល1វិនាទីនៅពេលដែលជីនវូសម្រាប់មេនៅក្នុង dungeon នេះចប់រួចរាល់អ្វីៗគ្រប់យ៉ាងប្រែក្លាយទៅជាសភាពដើមវិញស្របពេលគ្នានឹងដែរក៏មាន Hunter មួយក្រុមប្រមូលផ្ដុំទៅដោយ E rank ហើយនិង D rank គឺពិតជាលំបាកមែនទែនក្នុងការយកឈ្នះទៅលើសត្រូវដែលសត្រូវរបស់ពួកគេនឹងគឺជាមេដែលរួចផុតចេញពី dungeon ដែលគេហៅថា dungeon break គឺដូច្នោះហើយជីនវូក៏បានយកដាវដែលនៅក្នុងដៃរបស់គេគប់សម្ដៅទៅលើសត្រូវហើយធ្វើឲ្យវានឹងស្លាប់ក្នុងរយៈពេលមួយរំពេចហើយនៅពេលនេះហើយគឺជាពេលដែលជីវិតរបស់ជីនវូធ្វើការផ្លាស់ប្ដូរ180ដឺក្រេហើយ admin ក៏សូម slash episode យើងថាប៉ុណ្ណឹងហើយតើអ្នកទាំងអស់គ្នាយល់មិនដែរចំពោះពី episode នេះហើយក៏សូមអធិស្ឋានអ្នកទាំងអស់គ្នាចំពោះពាក្យពេចន៍ដែលមិនសមរម្យពីខ្ញុំ Toby បាយអ្នកទាំងអស់គ្នា see you next episode bye